You know what's funny? ស្អាតតាំងពីមិនទាន់ការ Actually I'm not debate with គាត់ First of all ខ្ញុំចង់សួរគាត់សិនថា What do you mean បងបើចង់មានន័យថាម៉េចព្រោះរូបពីរស្លឹកដែលខ្ញុំបានផុសហ្នឹងគឺជារូបពេលដែលខ្ញុំទៅសម្រាប់កូនហើយភ្លាមជាមួយនឹងរូបថតរយៈពេល1ឆ្នាំ4ខែក្រោយមកអ្នកនរគ្នាក៏ឃើញថាវាពិតជាមានការផ្លាស់ប្ដូរច្រើនខ្លាំងមែនតើនិយាយទៅដូចមនុស្សពីរនាក់ផ្សេងគ្នាអញ្ចឹង Yes បងស្រីគាត់ថាស្អាតតាំងពីមិនទាន់ការខ្ញុំចង់សួរបងថាតើអាកាយដែលម្ងាញ់និយាយហ្នឹងម្ងាញ់ refer ទៅរឿងអីកាយសម្ផស្សឬក៏មិនអីអញ្ចឹងណាពីសាយខាងខ្ញុំទៅវិញខ្ញុំចង់បញ្យល់ប្រាប់បងថាអត់មានបានកាយសម្ផស្សអីទេមានបានទៅបូមខ្លាញ់អីទេប្រាប់ឲ្យហើយពូមួយសួរថាខ្ញុំបូមខ្លាញ់មែនអីហ្នឹងចាគឺអត់មានបូមខ្លាញ់អីទេអត់មានទៅប្រើផលិតផលសម្រក់អីទេបែកភ្លឺអីអត់មានទៅចាក់ថ្នាំអីទេក៏ព្រោះខ្មៅដែរទេវាគ្មានតែសអីណាគាត់ថាវាភ្លឺថ្លាជាងកាលដែលយើងទៅសម្រាប់កូនហើយអីអញ្ចឹងទៅហើយនិយាយទៅមានបានទៅកាយសម្ផស្សអីទេកាត់កូនហើយគឺធម្មជាតិទាំងអស់ទីមួយរឿងគីឡូមានបងនៅតែសួរខ្ញុំច្រើនមែនតើថាខ្ញុំប្រើផលិតផលអីក៏មានវិធីសាស្ត្រអីអញ្ចឹងទៅ Actually ខ្ញុំធ្លាប់ធ្វើវីដេអូនឹងច្រើនដងហើយបងអាចចូលទៅ check មើលបានអញ្ចឹងសម្រាប់ការសម្រក់គីឡូនាងខ្ញុំមិនមែនទៅពូកែអស់ចាណាស់ណាអីទេចាខ្ញុំមានជាការតាំងចិត្តដាច់បាយដាច់ទឹកខំមាត់សង្កត់ចិត្តខ្លាំងណាស់និយាយទៅអ្នកដែលគាត់ឡើងគីឡូហើយគាត់ចង់សម្រក់គីឡូហើយប្រើវិធីសាស្ត្រធម្មជាតិមិនមែនទៅលេបថ្នាំមិនមែនទៅញ៉ាំកាហ្វេ fiber អីសម្រក់គីឡូបានគាត់ដឹងថាវាពិតជាពិបាកខ្លាំងណាស់គេហៅ diet អីហ្នឹង yes វាពិបាកខ្លាំងមែនតើអញ្ចឹងទៅមកតែខ្ញុំបានស្រក់មកបានប៉ុណ្ណេះហ្នឹងគឺចានេះខ្ញុំចង់តែខ្យល់តែម្ដងហើយសម្រាប់ស្បែកមុខមាត់ពណ៌សម្បុរនេះវិញគឺខ្ញុំក៏មានបានតែធ្វើស្អីដែរខ្ញុំនៅផ្ទះខ្លួនឯងស្រាប់ស្បែកឆ្ពងស្រាប់ស្បែកទៅវាភ្លឺអញ្ចឹងទៅចាអញ្ចឹងត្រឡប់មកវិញផ្ញើសារជូនបងស្រីថានេះខ្ញុំមិនបានទៅកែអីទេតែខ្ញុំអត់ច្បាស់ថាគាត់ចង់មានន័យអញ្ចឹងឬក៏អត់ទេតែខ្ញុំ reply បែបអញ្ចឹងសិន yeah ឈៀលៗណាខ្ញុំមិនខឹងទេណា Okay I love you ស្ដាយអូននេះ